ជំរាបសួរនិងសួស្តីបាទថ្ងៃនេះចេញវីដេអូមួយទៀតហើយណាបងប្អូនណា Wow. នេះគេហៅថាបបរត្រីកញ្ជ្រូកបបរគ្រឿងត្រីកញ្ជ្រូកណាបងណាបងគាត់ដាក់ពងឫស្សីណាបងប្អូនដាក់បានគាត់យកមកឲ្យមានតូចមានធំអញ្ចឹងឥឡូវខ្ញុំបានមកយើងលាងទឹកឲ្យស្អាតមកហើយបបរយើងមានហើយឆ្អិនដាក់ចូលយកអញ្ចឹងរមងទៅមានតូចមានធំគេដាក់ពងកញ្ជ្រូករបស់ណាពងឫស្សីពងកញ្ជ្រូកចឹងវាមានតូចមានធំហើយឆ្នាំនេះមិនសូវបានធំទេវាទុយអត់សូវសម្បូរណាបងប្អូនតែរសជាតិបបរត្រីកញ្ជ្រូកនេះឆ្ងាញ់ណាស់ជាតិតែម្ដងណាបងប្អូនណាស់នេះចាំប៉ុណ្ណឹងបងអត់សូវធំទេមានតូចណាឆ្នាំនេះមិនសូវមានហើយគាត់ឲ្យមកស្បោងធំអញ្ចឹងដែរអញ្ចឹងយើងខ្លះសេមកថងទុកហ្នឹងថ្ងៃណានឹកឃើញទៅយើងយកមកដាក់ចានអញ្ចឹងទៅហើយខ្លះសេកកទុកទៅនេះមួយចាននេះបោហៀនណាបងប្អូនជាតិណាស់ងាញ់តែម្ដងពីដើមឡើយខ្ញុំនៅក្មេងៗហ្នឹងពេលចុងបបរត្រីកញ្ជ្រូកអញ្ចឹងអាខែធ្លាក់ខ្យល់ពីជើងហ្នឹងបងប្អូនអញ្ចឹងម៉ាក់ខ្ញុំនៅផ្ទះគាត់ដាំទឹកដាំកឲ្យហើយប៉ាខ្ញុំគាត់ទៅលើកកំពង់កញ្ជ្រូកលើកបានមកដាក់ជើនដាក់ពន្គីគេហ្នឹងពន្គីយើងដីហ្នឹងពីយើងរែកដីហ្នឹងលាងទឹកឲ្យស្អាតមកទាំងរសទាំងអីហ្នឹងលាងឲ្យស្អាតមកចាក់ចូលក្នុងឆ្នាំងឈុលម្ដងហើយចំនួនហ្នឹងធំមកសម្បូរត្រីណាចំនួនឆ្នាំ8ជាងណាបងប្អូន8ជាង86 87អីចឹងណាបងជាតិណាស់ហើយត្រី original អត់ខ្វះមិនមែនតូចអញ្ចេះទេធំណាត្រីកញ្ជ្រូកហ្នឹងឥឡូវមានប៉ុណ្ណេះហ្នឹងអស់ចាបំផុតហើយនេះអូឆ្ងាញ់ជាតិតែម្ដងជាតិខ្លាំងអញ្ចឹងអញ្ជើញភាសាជាមួយខ្ញុំទាំងអស់គ្នាណាបងប្អូនណាអីទេមានតែបបរត្រីកញ្ជ្រូកហ្នឹងរសជាតិកប់សេរីហ្មងសម្រាប់បងប្អូនដែលនៅខាងប៉ែកខាងទន្លេគាត់ស្គាល់រសជាតិទេណាបងប្អូនទន្លេនៅខាងខ្ញុំនៅខាងទន្លេបាសាក់អញ្ចឹងខែធ្លាក់ខ្យល់ខែ11ខែ12អីហ្នឹងមកហ្នឹងមានហើយត្រីកញ្ជ្រូកនឹងដាក់កំពង់កញ្ជ្រូកឬមួយក៏បងសំណាញ់បានអញ្ចឹងណាជាតិឆ្ងាញ់ណាស់អែមតែម្ដងបងប្អូនខ្លះគាត់ចូលចិត្តប្រឡាក់ជាតិអញ្ចឹងណាបងប្អូនចូលចិត្តប្រឡាក់ហើយយកទៅជាតិខ្លះគាត់យកទៅស្ងោរងាំងៅអីអញ្ចឹងទៅតាមចំណង់ចំណូលចិត្តរបស់គាត់ខ្ញុំចូលចិត្តតែបបរទេហើយបបរក្តៅជាតិហ្មងតែបងប្អូនតែកញ្ជុងពិបាកបន្តិចវាកាលណាចាប់វាពិបាករឿងមុតតពួកជាប់នេះវានឹងជាប់មាត់វានឹងងោកកោតែពុតឈាមរហូតណាបងប្អូនពេលចាប់វាប្រយ័ត្នយ៉ាងមែនទេត្រីនឹងរំអិលវាច្រើនហើយពិបាកចាប់ស្រួលនឹងមុតដៃស្ទើជួថែមក្រូចឆ្មាបន្តិចមើលអញ្ចឹងងាញ់ណាស់ហ្មងចាននេះមួយចានតំណុំដែរណាបងប្អូនចាធំណាជាតិហ្មងឆ្ងាញ់ណាស់ណាបងប្អូនបើចូលសំឡេងបរើលាតទឹកមាត់បដើជាតិហ្មងណាបងប្អូនបានទាំងអស់ទេបងប្អូនបានតាសាច់វាខាងចំហៀងទេបងប្អូនក្បាលឆ្អឹងអីយើងបងប្អូនការទេសាច់ឆ្អឹងហ្នឹងសាច់វាផ្អែមមកសាច់ផ្អែមត្រី
natural ត្រីធម្មជាតិរសជាតិឆ្ងាញ់តែម្ដងថែមចាក់ខ្វៃបន្តិចទៀតអើយជាតិយកទៅមែនទែនណាហើយសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះតើបងប្អូនប្រហែលអ្នកដែលធ្លាប់ពិសាបបរត្រីកញ្ជ្រូកនេះបងប្អូនជួយខមមិនខាងក្រោមឲ្យខ្ញុំបានដឹងផងតើរសជាតិវាយ៉ាងម៉េចដែរបងប្អូនរសជាតិត្រីកញ្ជ្រូកហ្នឹងឆ្ងាញ់ទេឬមួយក៏យ៉ាងម៉េចដែរជាតិណាបងប្អូនបើសិនជាបានធំជាងហ្នឹងណាអូយអស់តោះតែម្ដងញញណាស់បើថាឆ្អឹងឡើងគោណាបងប្អូនយើងបានបើសាច់តែបន្តិចទេខ្នងពីហ្នឹងទេបងប្អូនអត់បានច្រើនត្រីកញ្ជ្រូកហ្នឹងវាមានពីរប្រភេទទៀតសម្រាប់ប្រទេសកម្ពុជាយើងវាមានរៀងក្រហមហ្នឹងគេថាត្រីញីហ្នឹងហើយខ្ញុំអត់ទាន់ដឹងច្បាស់ដែរណាបងប្អូនណាត្រីក្រហមមានមូលហ្នឹងវាមានន័យថានេះវានឹងក្រហមសកៃវានឹងក្រហមហើយរៀងមូលហ្នឹងណាត្រីញីតែដល់ពេលរៀងវែងហើយនេះវានឹងនេះវាសម្រាប់ហែទឹកកតុយវាហ្នឹងពណ៌រៀងនេះផងរៀងក្រត់រៀងលឿងអាហ្នឹងគេហៅត្រីឈ្មោលហើយខ្លួនវាក៏វែងដែរបងប្អូនមានន័យថាសម្គាល់តែអញ្ចឹងណាតែខ្ញុំអត់ទាន់ដឹងច្បាស់ថាវាយ៉ាងម៉េចដែរតែចាស់គាត់ប្រាប់តែអញ្ចឹងមានន័យថាអាត្រីរៀងវែងហើយពណ៌រៀងលឿងហ្នឹងកតុយរៀងលឿងហ្នឹងអាហ្នឹងត្រីឈ្មោលតែដល់ពេលរៀងធាត់រៀងមូលខ្លីហើយកតុយវារៀងក្រហមហ្នឹងគេហៅថាត្រីញីអញ្ចឹងពីហ្នឹងវាសម្គាល់ខុសគ្នាអញ្ចឹងតែខាងលក្ខណៈបច្ចេកទេសខ្ញុំអត់ដឹងយ៉ាងម៉េចដែរដឹងណាឈ្មោលណាញីមិនទាន់បានមើលឯកសារអីផងតែធ្វើតាមនិយាយតាមចាស់គាត់អញ្ចឹងសិនចុះហើយបើបងប្អូនណាដឹងជួយខមមិនប្រាប់នៅខាងក្រោមផងថាមួយណាឈ្មោលមួយណាញីអីណាបងប្អូនណាតែមួយណាក៏បានដែរឆ្ងាញ់ដូចតែគ្នាទេបានធំអេមតែម្ដងរសជាតិអេមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទនិងអរគុណច្រើនសម្រាប់បងប្អូនដែលតែងតែចូលទស្សនា channel និងវីដេអូរបស់ខ្ញុំបាទហើយវីដេអូរបស់ខ្ញុំបាទនៅពេលនេះមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ